បាទជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់25នេះបងប្អូនដូចលឺជាក់ស្ដែងបងប្អូនលន់ទីកោបាទអញ្ចឹងជាក់ស្ដែងមានខូចអីធំដុំទេបងប្អូនបាទម៉ូតូនេះគឺវាខូចបាទជាទល់រុញបាទឬក៏ដុំមិនតឹងលកាមនឹងបងប្អូនបាទដែលប្រើនៅក្នុងកាតាខាងឆ្វេងបងប្អូននេះបាទទូចមួយនេះបាទអញ្ចឹងមានបញ្ហាបាទលន់ពេញម៉ាស៊ីនបងប្អូនបាទម្ចាស់លំភៃបងប្អូនហើយណាមកវាអត់រុញសកត់លកាមណាធ្វើឲ្យវារលាស់កាមខ្លាំងបាទម្ចាស់គាត់គិតថាខូចធំដុំច្រើនអញ្ចឹងណាបាទអញ្ចឹងជាក់ស្ដែងយើងយកមកគឺដូរតែបាទចតុលរុញលកាមនោះមួយទេបាទហើយយើងមើលប្រេងគាត់ខាប់ណាបងប្អូនបាទអញ្ចឹងគាត់ប្រើប្រេងខាប់ធ្វើឲ្យការបូមប្រេងយឺតមែនទែនបងប្អូនហើយបាទអញ្ចឹងឆាប់ខូចនៅចំណុចមួយនេះក៏ដូចជាឆាប់លាន់អញ្ចឹងណាបងប្អូនបាទឥឡូវយើងដោះដូរបងប្អូនបាទដោះដូរចតុលបងប្អូនហៅចតុលកាមនោះបងប្អូនបាទនេះគ្រាន់តែសេរីថ្មីវាដាក់នៅខាងក្នុងបងប្អូនបាទនេះអញ្ចឹងវាអត់លោតឬក៏វាអត់ធាក់វាធូរអញ្ចឹងវាធ្វើឲ្យរលាស់លកាមបងប្អូនបាទនេះឥឡូវយើងដោះដូរបដូរកណ្ដាលនឹងមួយបងប្អូនបាទដោះដុំមួយចេញមកយើងហូតដូរតែនឹងមួយទៅបាទម្ចាស់លន់ឡើងភ័យបងប្អូនបានថាខូចអស់ហើយលកាមអីលាស់យ៉ាងថ្នាក់នេះបាទលកាមអត់មានបញ្ហាទេបងប្អូនបាទដាក់តែនឹងមួយទៅលន់ប៉ុណ្ណឹងគឺស្ងាត់ហើយបាទយើងដាក់បដូរនេះបាទនេះក្នុងនេះបាទយើងដោះចេញមកដាក់ដូរបដូរបាទយើងដោះចេញមកយើងដូរតែបដូរនឹងមួយមកបាទនឹងសម្រាប់តែខូចទេបងប្អូនបាទបើសិនអត់ខូចយើងធ្វើការដោះលាងសម្អាតឲ្យដាក់វិញប្រើបានយើងប្រើវិញបានអត់បញ្ហានេះអានេះវាខូចយើងដូរបងប្អូនបាទនេះបាទនេះមានក្របទូចមួយខាងក្នុងនឹងសម្រាប់ទប់សម្ពាធប្រេងបងប្អូនបាទនេះអញ្ចឹងទាមទារបងប្អូនប្រើប្រាស់កំហាប់ប្រេងរៀងរាវបងប្អូនបាទ 10W30 MA បងប្អូនបាទកុំភ្លេចប្រើប្រេងរាវបាទអាហ្នឹងវារលាស់ល្អវាទប់បានល្អវាបឺតវាបូមចូលលឿនបងប្អូនបាទអញ្ចឹងយើងដោះដូរដាក់ផ្លាច់មកបាទរួចរាល់តម្លៃតែ$6បងប្អូនបាទបោះស៊ីនបាទការជួសជុលគឺអស់តិចមែនទែនការផ្លាស់ប្ដូរអស់តិចបងប្អូនបាទសម្រាប់ម៉ូតូនេះបាទអញ្ចឹងយើងអត់មានត្រូវដូរលកាមកង់ត្រូលឯណាដូចគេខ្លះទេគឺអត់ទេបងប្អូនបាទគឺយើងដូរតែទូចនឹងមួយបាទហើយបងប្អូនបាទអញ្ចឹងឥឡូវយើងចាប់ចូលវិញហើយយើងដាក់ reser ដៃតាមលំនាំដើមនៃយើងដោះមកបាទយើងរឹតឲ្យបានតឹងល្អយើងចាប់ចូលវិញបងប្អូនបាទយើងចាប់ចូលវិញឲ្យតឹងណែនល្អមកដោយសារវានៅក្នុងយើងត្រូវប្រយ័ត្នបន្តិចបាទដាក់ឲ្យបានត្រឹមត្រូវបាទហ្នឹងហើយឥឡូវយើងបន្តប្រេងតិចបងប្អូនបន្តប្រេងយើងតេស្តវាធាក់បានរឹងអត់បាទយើងសង្កត់វាមើល2ខ្ញិច3ខ្ញិចរឹងចេះបងប្អូនបាទឡើងទៅចាស់វាបាទធាក់បាត់ហើយបងប្អូនបាទនេះដូរទៅប៉ុណ្ណឹងមករួចបងប្អូននេះបាទណែនឈឹងហើយកុំធ្វើការកែច្នៃដាក់រសើរឲ្យរឹងខូចអស់បងប្អូនបាទដូរទៅប៉ុណ្ណឹងមកស្ងាត់ឈឹងហើយបងប្អូនហើយយើងចាប់ចូលវិញហើយបាទរៀបចូលវិញរួចរាល់ហើយសំខាន់នៅប្រេងបងប្អូនបាទប្រេងបាទយើងប្រើឲ្យត្រូវលេខបាទមិនថាមកអីទេប្រើប្រេងរៀងល្អ 10W30 កុំភ្លេចតែប្រើប្រេងខាប់ទៅហើយបាទសម្រាប់20ដៃ23ដល់26បងប្អូនបាទឥឡូវរួចបងប្អូននេះបាទស្ងាត់ឈឹងបាទហើយបាទមានខូចអីធំដុំទេបងប្អូនបាទសម្រាប់តូននេះបាទបងប្អូនស្ងាត់បាទវីដេអូមកដល់ទីបញ្ចប់ទេបងប្អូនបាទ